ប្រពន្ធណានៅស្រឡាញ់បានគាត់នៅនិយាយតែគាត់លេងនិយាយហើយមានន័យថាគាត់ក៏លេងខ្វល់ដូចគ្នាចរិតរបស់ប្តីមួយចំនួនអត់ចូលចិត្តឲ្យប្រពន្ធនិយាយច្រើននេះធុញណាសាំណាតប៉ែតដែលដល់តែពេលប្រពន្ធលេងនិយាយមិនដឹងប្រឹងហើយខ្ញុំដឹងច្បាស់ថាមនុស្សស្រីដែលជាប្រពន្ធគាត់ក៏អត់ចង់និយាយបានដែរតែដោយសារជាប្តីហើយការដែលគាត់នៅនិយាយមានន័យថាគាត់នៅតែសង្ឃឹមថាថ្ងៃណាមួយប្តីរបស់គាត់ភ្ញាក់រលឹកប្តីរបស់គាត់នឹងយល់ពីគោលបំណងដែលប្រពន្ធនិយាយនឹងថាស្រឡាញ់ប្តីថាចង់ឲ្យប្តីល្អនិយាយដោយសារខ្វល់ដោយសារបារម្ភហើយពេលខ្លះការនិយាយរបស់គាត់គឺគាត់ចង់ឲ្យប្តីយល់ពីចិត្តគាត់យល់ពីគោលបំណងរបស់គាត់យល់ពីការគិតរបស់គាត់ថាគាត់ចង់បានអីត្រូវការអីពីប្តីមនុស្សស្រីនៅនិយាយមានន័យថានៅគិតនៅស្រឡាញ់នៅខ្វល់នៅបារម្ភស្វាមីមួយចំនួនបែរជាគិតថាវាគឺជារឿងដែលរំខានវាគឺជាអារម្មណ៍ដែលគួរឲ្យធុញទ្រាន់ប្រពន្ធសួរនាំច្រើនពេកចេញទៅណាអត់បានទេសសួរនោះសួរថាប្រពន្ធនឹងរឿងច្រើនគិតថាប្រពន្ធនឹងគួរឲ្យធុញគួរឲ្យរំខានធ្លាប់ទេប្តីមួយចំនួននៅពេលដែលប្រពន្ធសួរនាំច្រើនប្រពន្ធខលថាប្រពន្ធនឹងប្រច័ណ្ឌប្រពន្ធនឹងអត់ទុកចិត្តពេលដែលប្រពន្ធអត់ចូលចិត្តអីមួយគាត់ព្យាយាមនិយាយណែនាំថាឲ្យឈប់ធ្វើថាឲ្យធ្វើអញ្ចេះដើម្បីក្តីសុខគ្រួសារថាគាត់ចង់បានមិនពីប្តីតែប្តីបែរជាអត់យកចិត្តទុកដាក់ចំពោះសម្ដីរបស់គាត់ទេដល់ពេលជារឿយទៅប្រពន្ធគាត់ហត់គាត់ដែរគាត់ចាប់ផ្ដើមឈប់និយាយតែកាលណាគាត់ឈប់និយាយមានន័យថាគាត់បានកាត់ចិត្តហើយការដែលគាត់ឈប់និយាយក៏មានន័យថាគាត់ឈប់ខ្វល់ឈប់គិតហើយអាការស្រឡាញ់របស់គាត់ក៏វាថយទៅតាមនឹងមានប្រពន្ធមួយចំនួនគាត់និយាយប្តីគាត់ដល់គាត់ហត់មាត់ហត់ចិត្តគាត់គិតថាគាត់លេងនិយាយហ្មងលេងនិយាយតែកាលណាដល់ដំណាក់កាលមនុស្សស្រីដែលជាមនុស្សដែលនិយាយច្រើនហើយគាត់ប្រែคล้ายទៅជាមនុស្សដែលលេងនិយាយខ្ញុំចង់មានន័យថាជីវិតស្នេហាបងឯងក៏វាចិត្តដល់ទីបញ្ចប់ដែរកុំឃើញប្រពន្ធអត់មាត់អត់និយាយសុបាយចិត្តណាប្រពន្ធអញលើចិត្តតលាចិត្តស្រួលអញទៅណាក៏បានអ្នកកុំគិតថាវាជារឿងល្អឲ្យសោះមានន័យថាសញ្ញានៃជីវិតគូរបស់បងវាឈានដល់ដំណាក់កាលមួយដែលប្រពន្ធប្រឡែងចោលហើយកុំចាំដល់ប្រពន្ធសុំលេងបានភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃបងខ្ញុំឃើញជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នសម័យនេះគេនិយមណាស់រឿងផឹកស៊ីនឹងមនុស្សប្រុសមួយចំនួនខ្ញុំនិយាយតែមួយចំនួនទេណាផឹកស៊ីផ្អែមមាត់មកកេះហើយមកកេះទៀតប្រពន្ធទេតាមថាប្រពន្ធនឹងចង្អៀតចង្អល់បិទសិតប្តីកន្លែងនេះខ្ញុំចង់ឲ្យស្វាមីទាំងអស់គ្នាត្រូវដឹងថាកាលណាអាទឹកបដូរនិស័យនឹងវាចូលខ្លួនបងប្អូនទាំងអស់គ្នាហើយវាធ្វើឲ្យបងនឹងផ្អែមមាត់មកកេះហើយមកកេះទៀតអ្នកខ្លះបានសបាយជួបជុំពួកម៉ាក់ផឹកទៅភ្លេចខ្លួនអត់ដឹងតែខ្លួនឯងនឹងកំពុងតែឈឺគេឲ្យតមស្រារឿងស្រានេះមួយវាអត់មានអីល្អទេបងប្អូនអើយបើប្រពន្ធនិយាយអរគុណគាត់ទៅមានន័យថាគាត់ស្រឡាញ់ប្តីគាត់បារម្ភអំពីសុខភាពរបស់ប្តីហើយមួយវិញទៀតគាត់ខ្លាចនៅពេលដែលស្វឹងពេលយើងស្វឹងទៅបាត់បង់ស្មារតីយើងបើកបរទៅវាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងក៏ដូចជាអ្នកដទៃចឹងហើយបានជាឲ្យតែគាត់ដឹងតំណែងថាប្តីផឹកប្រពន្ធខ្លះចិត្តអត់ស្ងប់ទេបន្តិចទេគាត់ខ្លាចជ្រុលគាត់ខ្លាចដាក់ទៅផ្អែមមាត់ទៅភ្លេចខ្លួនទៅរហូតដល់ស្វឹងជោគជាំទៅជិះម៉ូតូមកវិញទៅយ៉ាងម៉េចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងឬក៏អ្នកដតីចឹងទៅពីការអីចឹងទៅហើយដល់ពេលបងឯងមានបញ្ហាសួរថាអ្នកណាគេអ្នកមើលអ្នកណាគេអ្នកថែអ្នកណាគេអ្នកបបាក់ជំនួសបងឯងគឺមានតែប្រពន្ធនឹងហើយចឹងបានថាពេលខ្លះប្រពន្ធណាគាត់ស្រឡាញ់បានគាត់និយាយហើយបើគាត់អត់ស្រឡាញ់ទេបងឯងផឹកទៅឆាប់ងាប់គាត់យកប្តីទៀតយីគ្មានណាដេកអោបខ្មោចទេណាបងចឹងបានថាប្រពន្ធនិយាយកុំខឹងប្រពន្ធឲ្យសោះហើយការដែលប្រពន្ធនិយាយហ្នឹងគឺមានន័យថាគាត់ស្រឡាញ់ប្តីហើយបើគាត់អត់ស្រឡាញ់ក៏គាត់អត់និយាយដែរបងឯងធ្វើអីធ្វើទៅហើយកន្លែងនេះចង់រំលឹកប្តីបន្តិចបងឯងត្រូវដឹងប្រពន្ធនិយាយស្ដាប់គិតមើលតែបើនិយាយអត់ស្ដាប់បងឯងឈឺបងឯងដិតខ្យល់នៅនឹងភ្នែកគាត់អាចនឹងចិត្តដាច់អត់មើលអត់គិតបងឯងទៀតដោយសារអីដោយសារតែគាត់និយាយឆ្អែតហើយអត់ដែរស្ដាប់គាត់ផងអញ្ចឹងឥឡូវអាម៉េចទៅធ្វើមិនដឹងធ្វើមិនលឺហើយ